បងចឹងកាំងមិនក៏បងធ្វើអីចឹងខ្ញុំអាចមានកូនបានណាខ្ញុំនឹងសម្លាប់ខ្លួនឯងហើយសុំទោសហើយជួយអូនស្អាតពេកបងទុកចិត្តមិនបានតែអូនកុំបារម្ភអីស្អែកបងនឹងទៅចូលស្ដីអូនហើយនឹងរៀបការអូនចូលផ្ទះយ៉ាងអធិកអធមពិតមែនឬបងកុំកុហកខ្ញុំណាបើបងកុហកអូនសូមឲ្យបងខ្លាចជាឆ្កែចុះទៅថ្ងៃមុខបងរកលុយបានប៉ុន្មាននឹងឲ្យអូនទាំងអស់អូនរៀបការមកមិនបាច់ធ្វើអ្វីទេគ្រាន់តែរងចាំទទួលសេចក្ដីសុខទៅបានហើយបងចឹងកាំងបងល្អដាក់ខ្ញុំណាស់មនុស្សល្ងងមួយជីវិតបងជាងកាំងនេះគឺមានតែអូនម្នាក់គត់ហើយនាងក្មេងស្រីចង្រៃឯងកំពុងធ្វើអីហ្នឹងទៅឆាប់ម៉ែខ្ញុំមកហើយនាងក្មេងស្រីចង្រៃនេះវាហួសហេតុពេកហើយឯងជាមនុស្សគ្មានកេរ្តិ៍ខ្មាស់ខ្ញុំឲ្យឯងនៅផ្ទះចាំទ្វារឯងបែរជារត់មកលួចលាក់ជាមួយប្រុសប្រេផ្សៃម៉ែវាមិនមែនដូចម៉ែគិតទេខ្ញុំអត់មានមិនមែនដូចម៉ែគិតចុះដូចម៉េចទៅសម្លៀកបំពាក់ក៏មិនទាន់រៀបរយផងឯងគិតថាខ្ញុំខ្វាក់មែនទេនាងក្មេងចង្រៃជួយទៅតែអាយុ18ឆ្នាំសោះឯងហ៊ានបំផ្លាញនាងហើយជួយកុំវាយខ្ញុំអីសូមស្ដាប់ខ្ញុំពន្យល់សិនទៅក៏ជាស្រីខូចដែរថ្ងៃនេះខ្ញុំត្រូវតែកាប់កូនសត្វត្រឆាននេះចោលឲ្យបានម៉ែកុំអីណាជួយឲ្យបងស្មោះត្រង់មែនទែនបងចង់រៀបការជាមួយជួយស្អែកបងនឹងទៅចូលស្ដីហើយរៀបការផ្ទះឯងក្រមិនអីទេម៉ែឯងនៅជាមនុស្សអត់ប្រយោជន៍ទៀតខ្ញុំគិតថាឯងចង់ធ្វើបាបកូនស្រីខ្ញុំហើយជួយឲ្យបងពិតជាមិនឲ្យជួយរងការគំរាមកំហែងទេឯងឲ្យឱកាសបងមួយទៅណាម៉ែឲ្យម៉ែជួយឲ្យពួកយើងបានគ្នាទៅណាបងជាងកាំងល្អដាក់កូនណាកូនសុខចិត្តរៀបការជាមួយគាត់ចង់រៀបការជាមួយកូនស្រីខ្ញុំមែនទេប្រាក់បណ្ដាការ500យន្តមិនអាចខ្វះមួយកាក់បានទេ500ម៉ែឲ្យ500យន្តគឺគ្រប់គ្រាន់សម្រាប់ចំណាយក្នុងភូមិអស់ជាច្រើនឆ្នាំហើយម៉ែកុំពិតមកទៅអាមនុស្សអត់ប្រយោជន៍ប្រាក់បណ្ដាការមិនអាចខ្វះមួយកាក់បានទេបើមិនដូច្នោះទេខ្ញុំនឹងប្តឹងឯងជួយឲ្យស្អែកបងនឹងទៅចូលស្ដីហើយបងនិយាយពិតជាធ្វើពិតដើម្បីបានរៀបការជាមួយកូនស្រីអ្នកមាននេះគ្រួសារយើងបានបញ្ចាំរបស់របរអស់ហើយជំពាក់បំណុលគេច្រើនណាស់អូយកូនប្រសាជប់ផ្ទះហើយខ្ញុំជាបងថ្លៃទៅមុខត្រូវតែជ្រំខាំងហើយអញកុំនិយាយច្រើនពេកអីទៅមុខយើងសុទ្ធតែជាគ្រួសារតែមួយទេមិនបាច់បែងចែកអីទេណាម៉ែពិតជាចេះនិយាយមែនដល់ពេលកូនស្រីគេជប់ផ្ទះហើយតើក្នុងផ្ទះនេះនៅមានកន្លែងសម្រាប់ខ្ញុំចូលទៀតទេម៉ែលុយគ្រប់ហើយអីចឹងខ្ញុំទៅនិយាយជាមួយផ្ទះត្រួយសិនហើយជាងកាំងម៉ែបង្រៀនឯងឲ្យចេះធ្វើជាប្រុសនឹងណាកុំទៅរៀនតាមបងឯងអីអាខ្ជិលច្រអូសមួយភ័យខ្ញុំទៅជាមួយឯងរឿងប៉ុណ្ណឹងក៏ធ្វើមិនកើតដែរទៅមុខពេលកូនប្រសាជប់ផ្ទះតើឯងចាត់ចែងផ្ទះសម្បែងមិនទៅម៉ែខ្ញុំដឹងហើយត្រួយជាក្មេងស្រីល្អឥឡូវលុយបណ្ដាការក៏បានហើយតោះយើងទៅឆាប់ទៅឯងប្រញាប់អីម្លេះតោះទៅមីងក្មេងនេះមិនដឹងខ្យល់អីទេខ្ញុំមកថ្ងៃនេះគឺមកសុំស្ដីដណ្ដឹងហើយមើលកូនប្រុសមីងធ្វើអីខ្លះទៅនៅមានមុខមកសុំស្ដីដណ្ដឹងទៀតក្មេងចិត្តក្តៅយើងជាចាស់ទុំត្រូវតែជួយសម្រួលឲ្យគេត្រួយនឹងជាងកាំងក៏ជាគូនឹងគ្នាដែរសំគ្នាណាស់ផ្ទះឯងមានលក្ខខណ្ឌអីខ្លះផ្ទះដីរត់បាក់បែក3បន្ទប់ហើយនៅជំពាក់បំណុលគេទៀតឯងមកប្រាប់ខ្ញុំថាសំគ្នាមីងក្រក្រៃបន្តិចមែនតែគេសុខភាពល្អហើយពូកែណាស់ចាំកូនស្រីខ្ញុំមកខ្ញុំនឹងឲ្យគេគ្រប់គ្រងផ្ទះមិនឲ្យកូនខ្ញុំពិបាកចិត្តទេណាម៉ាក់អើយទោះខ្ញុំក្រមែនតែខ្ញុំស្រឡាញ់កូនស្រីម៉ាក់ពីចិត្តសូមម៉ាក់មេត្តាអនុញ្ញាតឲ្យពួកយើងបានរៀបការទៅណាម៉ាក់អនុញ្ញាតឲ្យពួកយើងទៅណាកូនដល់ថ្នាក់នេះហើយបើមិនរៀបការជាមួយគេតើរៀបការជាមួយអ្នកណាទៅអាយ៉ាលោកមីងចិត្តត្រជាក់សិនទៅចិត្តត្រជាក់ម៉ាក់អើយនេះជាថ្លៃបណ្ណាការដែលខ្ញុំសន្យាឲ្យកូនស្រីម៉ាក់រាប់មើលទៅខ្ញុំមិនឲ្យកូនស្រីម៉ាក់លំបាកទេមិនមែន500ទេនេះបានតែ200ទេតើមិនមែន500ទេនេះបានតែ200ទេតើកូនស្រីខ្ញុំចិញ្ចឹមដោយទឹកដោះ3ពេលក្នុងមួយថ្ងៃឲ្យតែ200នឹងឬម៉ាក់រឿងអីនឹងម៉ាក់អើយឪពុកខ្ញុំស្លាប់តាំងពីយូរហើយលុយនេះខ្ញុំគម្រប់ទាំងយប់ទាំងថ្ងៃម៉ាក់កុំបារម្ភអីខ្ញុំនឹងរកឲ្យគ្រប់នៅពេលក្រោយបាទលោកមីងខ្ញុំស្រឡាញ់កូនស្រីលោកមីងពីចិត្តថ្លៃបណ្ណាការចិត្តស្មោះមានតម្លៃប៉ុន្មានបើថ្ងៃនេះមិនរកថ្លៃបណ្ណាការឲ្យគ្រប់ទេកុំសង្ឃឹមម៉ាក់ធ្វើអីហ្នឹងគេល្អដាក់កូនគឺគ្រប់គ្រាន់ហើយម៉ាក់ចង់បានថ្លៃបណ្ណាការច្រើនម្លេះម៉ាក់លក់កូនស្រីខ្ញុំចង់បានថ្លៃបណ្ណាការនេះដើម្បីអ្នកណាដើម្បីទុកធ្វើអីឯងមិនដឹងទេឯងទៅណែណានៅឯណាក៏ខ្ញុំព្រមដែរជាងកាំងថាទៅមុខគាត់រកលុយបានប៉ុន្មានគាត់នឹងឲ្យខ្ញុំទាំងអស់គេរកលុយបានប៉ុន្មានទៅគេខ្លាចគេបាញ់ងាប់ទេដឹងកុំល្ងងលោតចូលអន្ទាក់គេអីនិយាយអីហ្នឹងម៉ែមិនពេញចិត្តបងជាងកាំងទេម៉ែបើម៉ែមិនព្រមទេខ្ញុំនឹងរត់តាមគេហើយឯងកូនស្រីល្ងងដល់ពេលឯងយំមិនខានទេបងជាងកាំងយើងទៅមីងលុយកាក់ខ្ញុំនឹងរកឲ្យគ្រប់ហើយមីងកុំបារម្ភអីប្រកូលជួយឲ្យខ្ញុំចុះខ្ញុំមិនឲ្យនាងពិបាកចិត្តទេទៅមុខរស់នៅឲ្យបានល្អណាស់មានរឿងអីប្រាប់ម៉ែទៅកុំល្ងងទ្រាំតែម្នាក់ឯងម៉ែកុំបារម្ភអីបងជាងកាំងល្អដាក់ខ្ញុំណាស់គ្រួសារគាត់ក៏ល្អដែរជួយខ្ញុំនឹងល្អដាក់ជួយមួយជីវិតអូខេទៅចុះរស់នៅឲ្យបានល្អណាស់ជួយបងមានរឿងចង់ប្រាប់កុំខឹងបងអីណារឿងអីរឿងផ្ទះសម្បែងអូនក៏ដឹងហើយផ្ទះថ្មីមិនទាន់រៀបចំអីផងម៉ែបងថាចាំដល់ពេលល្អចាំរៀបចំឲ្យអូនល្អជាងនេះអូនកុំប្រកាន់អីណាបងជាងកាំង
ខ្ញុំរៀបការជាមួយបងមិនមែនរៀបការជាមួយផ្ទះឯណាយើងទាំងពីរអ្នករួមគ្នាជីវិតប្រកបជាល្អប្រសើរឡើងហើយ ជួយអូនល្អណាស់ បងជាងកាងបងល្អជាងខ្ញុំទៅទៀតឆុយឲ្យចូលផ្ទះត្រកូលលៀបហើយទៅមុខត្រូវក្រោកពីព្រលឹមធ្វើម្ហូបបំពន់មាន់បោះទីធ្លាបោកខោអាវរៀបចំផ្ទះសម្បែងគឺប្រគល់ឲ្យអញហើយឬទេម៉ែកូនចាំហើយ ចាំហើយល្អហើយម៉ែយើងនឹងល្បីថាពូកែណាស់បើឯងរៀនពីគាត់ឯងនឹងបានសុខស្រួលហើយម៉ែបងគាត់អីចឹងហើយមាត់រឹងតែចិត្តទន្ទេកុំយកទុកក្នុងចិត្តអីតោះទៅមើលបន្ទប់យើងឆុយឲ្យពួយនេះម៉ែបងទៅតែធ្វើថ្មីនឹង ល្អណាស់បងជាងកាងម៉ែយើងមិនក៏ខុសពីមុនម្លេះនិយាយស្ដីក៏ ហើយម៉ែបងគាត់លំបាកណាស់មួយជីវិតនេះឪពុកស្លាប់លឿនគាត់ម្នាក់ឯងចិញ្ចឹមបងប្អូនយើងពីរនាក់លំបាកច្រើនណាស់គាត់និយាយស្ដីមិនពីរទេតែចិត្តគាត់ល្អណាស់ ចុះបងថ្លៃស្រីវិញគាត់ហ៊ានធ្វើអីចឹង គាត់គ្រាន់តែមកច្រើនទេកុំទៅខ្វល់អី ទៅមុខបើកូនមានរឿងជាមួយពួកគាត់តើបងជួយខាងណា ឯងនិយាយអីហ្នឹងបងប្រកាសជាជួយអញហើយតែម៉ែបងគាត់ចូលចិត្តអ្នកទុនភ្លុនមិនចូលចិត្តអ្នករឹងរូសទេអញធ្វើតាមគាត់បន្តិចទៅមុខទៀតក៏ត្រូវពឹងគាត់មើលថែកូនអីដែរអញទ្រាំបន្តិចទៅបានទេ អាហាអីចឹងកូនទ្រាំបានឲ្យតែបងធ្វើឲ្យបានល្អទៅបានហើយ បងមិនល្អដាក់អូនទេអីមកថាប់មួយមក បងជាងកាងកុំអីបងធ្វើខ្លាំងពេកហើយខ្ញុំនៅឈឺដល់ឥឡូវហ្នឹង ឈឺអីឈឺបងធ្វើតិចហើយ បងពិតជាគ្មានខ្មាស់មែនក្រោកឡើងលឿនទៅគេលឺអស់ហើយ លឺក៏លឺទៅអ្នកណាទៅខ្វល់ជួយមកណា បងជាងកាងម៉ែមិនមិនគួរទ្វារសិន ម៉ែមិនម៉ែចូលមកមិនប្រាប់មួយម៉ាត់ ក្រដាស់អីហ្នឹងខ្ញុំរស់ដល់អាយុប៉ុណ្ណឹងហើយមានអីដែលខ្ញុំមិនធ្លាប់ឃើញឯងគិតថាឯងកើតមកពីណា ម៉ែនិយាយអីហ្នឹង ខ្ញុំនិយាយអីខុសជួយមិនចុះសម្រងជាមួយម៉ែហើយមែនទេ ជួយមិនមែនខ្ញុំចាស់និយាយឯងទេឯងគួរចេះគិតខ្លះទៅគេជាប្តីឯងបើគេហត់ពេកអ្នកណាទៅរកលុយទើបជួបផ្ទះសោះក៏ដេកខ្ជិលម្លេះមិនចេះក្រោកពីព្រឹកធ្វើម្ហូបបម្រើគ្រួសារទេអីនៅតែញ៉ៃទៀតខ្ជិលដល់ថ្នាក់ណាហើយហ្នឹងចាស់ខ្ញុំដឹងហើយខ្ញុំក្រោកឥឡូវហើយលឿនឡើងឆ្នាំងកំពុងរងចាំឯងដាក់អង្គហើយការងារផ្ទះគ្មានអ្នកណាធ្វើជំនួសឯងទេហឺ ជួយមិនក៏យំទៅវិញ ម៉ែបងមិនក៏អីចឹងរុញទ្វារចូលមកតែម្ដង គាត់ធ្លាប់រស់នៅបែបនេះយូរហើយមិនមែនគាត់ចិត្តនេះទេណា ចុះអីចឹងទៅថ្ងៃក្រោយមិនទៅខ្ញុំរស់នៅភ័យរាល់ថ្ងៃហ្នឹង កុំខឹងអីអូនគាត់ក៏ចង់ល្អសម្រាប់អូនដែរឲ្យអូនឧស្សាហ៍បន្តិចទៅកុំឲ្យគេនិយាយដាំណា ចង់ល្អសម្រាប់ខ្ញុំគាត់ចង់ស៊ីសាច់ខ្ញុំទៅវិញទេ មិនក៏ថាអីចឹងបើគាត់មិនពេញចិត្តអូនមិននឹងឲ្យបងរៀបការជាមួយអូនទៅម៉ែបងមិនអាក្រក់ទេអូនធ្វើតាមគាត់បន្តិចទៅថ្ងៃមុខនៅវែងឆ្ងាយណាស់យើងយឺតទៅណា អីចឹងបងមើលតែភ្នែកទៅ បងមិនបានការពីអូនទេអីមិនបងខឹងម៉ែបងហើយអូនមិននឿទេ សំឡេងបងទៅជាងមូទៅទៀត នោះម៉ែបងណាបើបងឆ្លោះជាមួយគាត់គេនឹងសើចចំអោយបងហើយអូនគិតថាដើម្បីបងទៅចាំបាច់អីអត់បានហើយបើមិនក្រោកទៀតម៉ែនឹងស្រែកហើយយប់នេះបងទិញរបស់ឆ្ងាញ់ឲ្យអូនយ៉ាងម៉េចដែរ ឆាប់ទៅធ្វើម្ហូបទៅបងថ្លៃឯងកំពុងពោះណាមិនអាចឃ្លានបានទេចាស់ខ្ញុំដឹងហើយអីចឹងបានសមកូនប្រសាថ្មីត្រូវឧស្សាហ៍បន្តិចទៅទើបគេសរសើរយកវាទៅចាក់ចូលឆ្នាំងគោឲ្យសព្វរួចកុំដៅវាទៅបោះចោលគួរឲ្យស្ដាយណាស់បងថ្លៃបន្លែនេះវាជូរហើយបើញ៉ាំទៅឈឺពោះធ្វើមិនទៅម៉េចផ្ទះយើងមិនអាចធ្វើអីចឹងបានទេស៊ីបាយទៅម្យ៉ាងទៀតខ្ញុំកំពុងពោះកូនត្រកូលលីវត្រូវតែញ៉ាំរបស់ល្អយកពងមាន់មកស្ងោរឲ្យខ្ញុំភ្លាមបងថ្លៃស្រីពងមាន់នឹងម៉ែខ្ញុំយកមកលេងខ្ញុំតើអីយ៉ាម៉ែឯងយកមកមិនមែនជារបស់ត្រកូលលីវទេអីចង់ស៊ីតែឯងមែនខ្ញុំអត់ទេចុះនិយាយអីទៀតឆាប់យកមកស្ងោរឲ្យខ្ញុំភ្លាម មានរឿងអី ម៉ែឆុយលាក់ពងមាន់ខ្ញុំសុំមួយមកបំពន់ខ្លួនគេមិនព្រមថែមទាំងហ៊ានមកជាមួយខ្ញុំទៀតឯងជាមនុស្សគ្មានមន្តសការសោះបងថ្លៃស្រីឯងស៊ីពងមាន់ឯងមួយមានបញ្ហាអីកុំភ្លេចណាឯងឥឡូវជាមនុស្សតកូលីវហើយរបស់របរទាំងអស់ជារបស់តកូលីវខ្ញុំមិនមែនមិនឲ្យទេគ្រាន់តែធ្វើម្ហូបក៏មិនបានស្រួលផងជាងកាងថ្ងៃនោះខ្ញុំត្រឡប់មកវិញអត់មានអីញ៉ាំក្តៅសោះឯងចង់ឲ្យខ្ញុំធ្វើអីទៀតជាងកាងខ្ញុំមានរឿងចង់ប្រាប់ឯង មានអី បងថ្លៃស្រីថ្ងៃនេះស៊ីពងមាន់ទាំង6គ្រាប់ដែលម៉ែខ្ញុំយកមកអស់ហើយម៉ែយើងក៏ជួយនិយាយការពារគេទៀត គ្រាន់តែពងមាន់ប៉ុន្មានគ្រាប់ស៊ីហើយក៏ហើយទៅមិនមែនជារបស់ល្អអីផង នោះម៉ែខ្ញុំយកមកបំពន់ខ្លួនខ្ញុំខ្លួនឯងក៏មិនហ៊ានស៊ីផង អាយ៉ាចាំពេលអញមានផ្ទៃពោះចាំខ្ញុំឲ្យម៉ែខ្ញុំស្ងោរពងមាន់ឲ្យអញស៊ីណា រឿងពងមាន់ហ្នឹងគឺជាអកប្បកិរិយារបស់បងថ្លៃហើយនឹងម្ដាយយើងទៀតម្ ដាយខ្ញុំគាត់អីចឹងហើយគាត់មិនមែនចង់តែធ្វើបាបអញទេទៅមុខទៀតយើងនៅតែពឹងគាត់ជួយតែអញទ្រាំទៅបានទេ ចុះឯងវិញឯងជួយអ្នកណា ខ្ញុំប្រកាសជាជួយអញហើយតែរឿងនេះខ្ញុំក៏មិនដឹងនិយាយមិនដែរអញចាត់ទុកថាដើម្បីខ្ញុំទៅទ្រាំទៅបានទេកុំខឹងអីខ្ញុំដឹងថាអញពិបាកចិត្តហើយតែយើងយូរទៅថ្ងៃក្រោយវានឹងល្អហើយ អញ្ចឹងឯងនិយាយហើយត្រូវតែធ្វើតាមណាទៅមុខទៀតឯងត្រូវតែនៅខាងខ្ញុំ ធ្វើតាមហើយចូលទៅសម្រាប់ក្នុងផ្ទះសិនទៅខ្ញុំដងទឹកឲ្យអញផឹក ម៉ែឲ្យមកដល់ផ្ទះវិញបានតែប៉ុណ្្នឹងហ្នឹង បានហើយបើមិនអីចឹងទេផ្ទះអញទីថ្លៃបណ្ណាការច្រើនពេកផ្ទះយើងក៏ដល់ថ្នាក់នេះហើយបានប៉ុណ្ណឹងក៏មិនអីដែរនេះនឹកខ្ជិលគេទៀតផង ខាងម្ដាយខ្ញុំញាតិមិត្តគេមើលទាំងអស់ហ្នឹងយកប៉ុណ្្នឹងទៅវិញម្ដាយខ្ញុំមុខមាត់ទៅដាក់ឯណា ម្ដាយអញមុខមាត់ដាក់មិនបានចុះខ្ញុំមុខមាត់ដាក់បានឬថ្លៃបណ្ណាការនឹងខ្ញុំគម្របលក់ដូរតម្រុំបានជំពាក់គេមួយគំនោអញចង់ស៊ីក៏ស៊ីមិនចង់ស៊ីក៏ហើយទៅ
ช่วยឲ្យផ្ទះយើងឯងក៏មិនមែនមិនដឹងដែរទៅដល់ផ្ទះវិញកុំនិយាយផ្ដេសផ្ដាស់ណាម្យ៉ាងទៀតបើម្ដាយឯងពិតជាស្រឡាញ់ ជាងកាងលោកមិនទៅជាមួយខ្ញុំវិញទេ ប៉ុន្មានថ្ងៃនេះខ្ញុំរវល់ណាស់ឯងចង់ទៅវិញម្នាក់ឯងក៏ទៅខ្ញុំមិនទៅជាមួយឯងទេ អើហើអ៊ីចឹងខ្ញុំទៅវិញម្នាក់ឯងទៅនេះម្ដាយក្មេកខ្ញុំឲ្យយកមកទេជាងកាងវីអញល្អអត់ទេគាត់ល្អដាក់ខ្ញុំណាស់គឺមានតែម្ដាយក្មេកនិងបងថ្លៃស្រីរបស់គាត់នឹងឯងពិតជាអត់មែនអត់ទេម៉ែពិតជាអត់មែនគាត់គ្រាន់តែពេលខ្លះអត់ជួយនិយាយការពារខ្ញុំទេកាលពីមុនខ្ញុំចង់បានថ្លៃបណ្ណាការគឺចង់ជួយឯងគ្រប់គ្រងផ្ទះខ្លាចឯងលំបាកតែឯងវិញតែជាមិនគិតពីខ្ញុំសោះឥឡូវដឹងហើយមែនទេថាអ្វីទៅជាឋានរោគជាងកាងល្អដាក់ខ្ញុំណាស់មានតែម្ដាយក្មេកនិងបងថ្លៃស្រីទេដែលអាក្រក់វាមិនមែនជាកំហុសរបស់ជាងកាងទេ ឯងនៅមិនទាន់ភ្ញាក់ទៀតបើគេល្អដាក់ឯងមិនក៏គេទុកឯងឲ្យត្រឡប់មកវិញម្នាក់ឯងមិនក៏គេឲ្យម្ដាយគេវីឯង គាត់ថាគាត់រវល់នៅឯចំការ រវល់យ៉ាងណាក៏មិនអាចត្រឡប់មកផ្ទះវិញបានដែរកូនស្រីអើយបើប្រុសម្នាក់នេះថ្ងៃនេះមិនជួយនិយាយការពីអញទេថ្ងៃស្អែកគេនឹងលើកដៃវីអញហើយណា ជាងកាងមិនមែនជាមនុស្សបែបនោះទេ កូនស្រីម៉ែមានតែកូនម្នាក់គត់បើកូនរងទុកម៉ែដេកមិនលក់ទេយប់ចុះបើម៉ែឲ្យគេបង្វិលថ្លៃបណ្ណាការវិញទៅយើងកុំទ្រាំរឿងនេះអី រៀបការហើយមិនក៏លែងគ្នាទៅកើតជាងកាងថាទៅថ្ងៃមុខគេនឹងល្អដាក់ខ្ញុំណាស់ កូនស្រីល្ងងអើយទៅថ្ងៃមុខឯងនឹងរស់នៅយ៉ាងម៉េចទៅញ៉ាំបាយទៅភ្នែកឯងចិត្តធ្លាក់ចេញមកក្រៅហើយ ម៉ែ3ថ្ងៃហើយម៉ែថាថ្ងៃនេះគាត់នឹងមកអត់ មកមិនមកក៏ដូចគ្នាដែរយ៉ាងណាម៉ែក៏មិនឲ្យឯងទៅដែរ ចុះបើគាត់មកវិញមែននោះ បើគេមកវិញក៏ត្រូវឲ្យម៉ែជាពីម៉ាត់ដែរដើម្បីបញ្ចេញកំហឹងកូនស្រីម៉ែមិនអាចរងទុកដោយឥតប្រយោជន៍ទេមើលទៅឯងគ្មានបានការសោះគេគ្រាន់តែនិយាយលួងលោមបន្តិចបន្តួច ឯងនឹងរកផ្លូវមិនឃើញទេខ្ញុំប្រាប់ឯងថាបើគេមកដល់ឯងក៏មិនបាច់ប្រញាប់ទៅតាមគេដែរតែខ្ញុំនៅទីនេះ3ថ្ងៃហើយគេនឹងនិយាយដើមហើយអ្នកណាថាទៅខ្ញុំនៅផ្ទះប្តីគេជិះជាន់មកផ្ទះម្ដាយនៅប៉ុន្មានថ្ងៃម៉េចទោះស្ដេចមកក៏មិនអាចហាមឃាត់បានដែរកូនស្រីម្ដាយក្មេកឯងនឹងម៉ែស្គាល់ច្បាស់ណាស់កាលណាឯងទុនគេកាន់តែជិះជាន់ឯងត្រូវតែរឹងមាំឡើងខ្ញុំរឹងមាំមិនកើតចៅវាយស្រុកក៏មិនជួយខ្ញុំដែរគេមិនជួយនិយាយឯងមិនចេះនិយាយខ្លួនឯងទេត្រូវចាំគេជិះជាន់ឯងរហូតដល់ស្លាប់ទើបងើបមកឡើងឬខ្ញុំនិយាយក៏គ្មានប្រយោជន៍ដែរពួកគេមិនស្ដាប់ទេបើមិនស្ដាប់ក៏ត្រឡប់មកវិញទៅហេតុអ្វីចាំបាច់ទ្រាំនឹងការជិះជាន់បែបនេះមែនហើយខ្ញុំមកទទួលឯងទៅផ្ទះហើយ